ខ្មោចស្រីបានលើកដៃឡើងហើយផ្ទាត់ដាវហោះមុតស្រួញដែលលហៀបនឹងចាក់ទម្លូរ៉ូបអាពាហ៍ពិពាហ៍ពណ៌ក្រហមភ្លឺរបស់នាងដោយម្រាមដៃពីរដាវហោះដែលមានប្រវែងត្រឹមតែ1 ហ្វីតប៉ុណ្ណោះបានបន្លឺឡើងហើយញ័រយ៉ាងខ្លាំងបើខ្ញុំក្បាលខូចក៏ស្រែងតែចិត្តចុះអីចឹងខ្មោចស្រីនិយាយដោយមិនប្រញាប់ប្រញាល់ទោះជាយ៉ាងណាក៏ដោយរ៉ូបអាពាហ៍ពិពាហ៍នេះគឺពិតជាមិនអាចខូចបានទេអញ្ចឹងអូយនាងចង់និយាយថាបើសិនក្បាលនាងខូចអីក៏ខូចទៅចោះបែកបាក់អីដាច់អីក៏ដាច់ទៅចោះប៉ុន្តែមិនអោយធ្វើឲ្យខូចខាតនៅរ៉ូបអាពាហ៍ពិពាហ៍របស់នាងទេនិយាយទៅសម្លៀកបំពាក់កូនកំមុំហ្នឹងណាវាអាចបកគក់បានប្រសិនបើវាកខ្វក់ប៉ុន្តែការជួសជុលវាបន្ទាប់ពីវាខូចនឹងធ្វើឲ្យវាលែងស្អាតទៀតហើយបើមិនដូច្នេះទេហេតុអ្វីបានជាប្តីខ្ញុំតែងតែចំអកឲ្យការងារដេប៉ារបស់ខ្ញុំក្មេងស្រីក្មេងប្រុសខ្វិននោះស្ទើរតែភ្លាមបន្ទាប់ពីវាយនៅបាតដៃរបស់គាត់ឡើងដោយដាវខ្ពស់ទោះជាយ៉ាងណាក៏ដោយគាត់មិនបានស្រែកពាក្យថាចាប់ខ្មោចនោះទេទោះជាយ៉ាងណាក៏ដោយដាវហោះមួយនៅតែបង្កើតឡើងពីតួអក្សរនៅលើបដាហើយបានបាញ់ចេញពីកណ្ដាប់ដៃរបស់គាត់ទឹកមុខរបស់គាត់មើលទៅឆ្កងនិងរឹងរូសប៉ុន្តែក្មេងប្រុសខ្វិននោះគឺពិតជាមិនមែនជាមនុស្សល្ងង់ដែលមានប្រាជ្ញាយឺតយ៉ាវនោះទេដោយវាប្រហារដើម្បីសម្លាប់សត្រូវរបស់ខ្លួនក្មេងប្រុសខ្វិននោះបានប្រើទាំងការវាយប្រហារដោយចំហនិងការវាយប្រហារដោយលាក់កំបាំងសំឡេងក្រហមដ៏ខ្លាំងមួយបានទុះឡើងភ្លាមនៅពេលនេះដោយស្រែកថាខ្មោចថោកទាបពោជាចាតាវម្នាក់នេះនឹងអនុវត្តយុទ្ធធម៌ចំពោះឋានសួគ៌ខ្ញុំអនុវត្តយុទ្ធធម៌ចិត្តតែមានទេអនុវត្តនៃច្បាប់ឋានសួគ៌ជំនួសអនុវត្តនៃច្បាប់ជំនួសឋានសួគ៌អ្នកប្រហែលជាមិនយល់អ្វីទាំងអស់ប៉ុន្តែខ្ញុំនឹងនៅតែនឹងបាញ់នៅផ្លេកបន្ទោដ៏ខ្លាំងក្លាទៅលើប្រលឹងរបស់អ្នកផ្លេកបន្ទោពណ៌សមួយបានធ្លាក់ពីលើកម្ពស់ប្រហែលជា30ម៉ែត្រពីលើផ្លូវឡើងភ្នំខ្មោចស្រីបានលេងឆាន់ក្រដាស់ប្រេងរបស់នាងមិនបានលេងនៅឆាត់ក្រដាស់ប្រេងរបស់នាងទេដោយដៃម្ខាងទៀតនាងបានផ្ទាត់ដាវហោះបង្ក្រាបអរិយដោយប្រើម្រាមដៃចង្អុលនិងមេដៃរបស់នាងមុនពេលលើកដៃឡើងបន្តិចហើយចាប់ដាវហោះចាប់ខ្មោចដោយប្រើម្រាមដៃរបស់នាងនិងម្រាមដៃតូចរបស់នាងន័យថាប្រើម្រាមដៃកដាលទេដៃនាងហើយនឹងឯស្អីគេនឹងឯកូនដៃនាងដោយមានការរុញយ៉ាងស្រទន់នាងបានវាយកែងដៃរបស់នាងទៅលើក្បាលក្មេងប្រុសខ្វិននោះធ្វើឲ្យគាត់ហោះថយក្រោយហើយបុកនឹងផ្លូវភ្នំភក់ដោយកន្លែងដែលគាត់រអិលចេញទៅ3ម៉ែត្រទៀតមុនពេលដែលឈប់ម៉ាស់ទៀតឆ្ងាយខ្មោចស្រីបានលើកឆាន់ក្រដាស់ប្រេងរបស់នាងឡើងហើយបើកវាដោយខ្ទាស់ថ្នមផ្លេតបន្ទោពណ៌សបានធ្លាក់មកលើឆាតរបស់នាងបង្កើតបានជាផ្កាភ្លើងដ៏អស្ចារ្យដោយប្រើកម្លាំងបន្តិចបន្ថែមទៀតជាមួយនឹងម្រាមដៃទាំង4របស់នាងពេលនាងឈរនៅក្រោមឆាតក្រដាស់ប្រេងខ្មោចស្រីបានកាច់នៅដាវហោះទាំងពីរជាពីរកំណាត់បន្ទាប់ពីដួលទៅដៃដាវដែលបែកខ្ទេចខ្ទីបានប្រែក្លាយទៅជាទឹកពណ៌ប្រាក់ពីដុំមុនពេលដែលលាយចូលគ្នាយ៉ាងលឿនទៅជាមួយនឹងភក់ដោយក្រវីដៃមួយរំពេចក្បាលខ្មោចស្រីក៏បានហោះទៅក្រោយហើយតបជាប់ជាមួយនឹងខ្លួនវាជាមួយនឹងករបស់នាងវិញសរសៃនិងសាច់របស់នាងបានភ្ជាប់គ្នាវិញហើយមិនយូរប៉ុន្មាននាងក៏បានឡើងមកវិញនៅរូបរាងដើមរបស់នាងដោយប្រើដៃទំនេររបស់នាងបានដកស្លឹកស្មៅពណ៌បៃតងពី3ចេញពីសក់របស់នាងម្ដងទៀតបេះដូងរបស់ពោជាចាចំណាស់ខ្វាក់ភ្នែកនោះបានញ័រហើយគាត់ដឹងថាគាត់នឹងគ្មានឱកាសទេប្រសិនបើគាត់មិនបញ្ចេញធម៌ពលពេញលេញរបស់គាត់ហើយប្រយុទ្ធដូចជាជីវិតរបស់គាត់នឹងពឹងផ្អែកនៅលើវាគាត់បានដកដង្ហើមវែងហើយទឹកមុខរបស់គាត់បានប្រែក្លាយជាថ្លៃថ្នូរនៅពេលដែលពន្លឺពណ៌លឿងស្រាលបានរុំព័ទ្ធរាងកាយរបស់គាត់បានលើកជើងមួយចេញពីដៃហើយគាត់បានដកកណ្ដាប់ដៃមួយត្រឡប់មកវិញហើយវាយយ៉ាងខ្លាំងទៅលើពោះរបស់គាត់ទន្ទឹមនឹងនេះគាត់បានលើកបាតដៃម្ខាងទៀតរបស់គាត់ឡើងទៅលើមេឃដែលធ្វើឲ្យដៃអាវរបស់គាត់រអិលចុះមកក្រោមហើយបង្ហាញនៅខ្សែនិមិត្តសញ្ញាដ៏រីករាយនៅលើកែងដៃរបស់គាត់ដង្ហើមបង្កើតពពកនិងភ្លៀងស្នាមញញឹមហៅគោលាន់និងភ្លេចបន្ទោ
សូនពីលើពពកអមតៈចង្អុលផ្លូវពួកជាចាតាវចំណាស់សូនដោយសំលេងដ៏អឡារឹងខ្មោចស្រីនោះបានខំបបោមាត់របស់នាងពេលដែលនាងដើរកាត់ក្មេងប្រុសដែលរងរបួសយ៉ាងធ្ងន់ធ្ងរដោយមានឆានក្រដាស់ប្រេងនៅក្នុងដៃនាងបានលើកជើងមួយឡើងដើម្បីទាត់គាត់ទៅមួយចំហៀងដោយខឹងថាគាត់កំពុងតែរៀបរៀងផ្លូវឲ្យចុងក្មេងប្រុសនោះបានហោះចុះពីលើភ្នំប៉ុន្តែគាត់បានបាត់ខ្លួនភ្លាមៗពីលើអាកាសក្មេងស្រីតូចដែលមានមុខមូលនោះបានឈួតទៅហើយនាងបានប្រើដាវពណ៌ប្រាក់តូចមួយបាត់កាត់បាត់ដៃនិងដៃរបស់នាងមុនពេលដែលប្រឡាក់ឈាមពាសពេញមុខរបស់នាងបន្ទាប់ពីធ្វើបែបនេះនាងបានស្ទុះទៅវាយខ្មោចស្រីនោះរហូតដល់ស្លាប់អីចឹងទោះជាយ៉ាងណាក៏ដោយក្មេងស្រីតូចនោះភ្លេចថាពេលនេះភ្លៀងកំពុងតែធ្លាក់ខ្លាំងលើសពីនេះនាងមិនមានអំណាចអមតៈដើម្បីរក្សាធម៌ពលខាងវិញ្ញាណនៃនិមិត្តសញ្ញាយន្តវិញ្ញាណដោយជាពោជាចាចំណាស់នោះទេដូច្នេះមុខរបស់នាងត្រូវបានលាងសម្អាតរួចទៅហើយនៅពេលដែលនាងទៅដល់មុខខ្មោចស្រីអ្វីដែលនៅសេសសល់គឺភ្លៀងដែលបានបន្តហូរចុះមកលើមុខរបស់នាងទន្ទឹមនឹងនេះឈាមរបស់នាងត្រូវបានលាងសម្អាតទៅហើយមិនន័យថាហើយភ្លៀងវាខ្លាំងចឹងទេនាងយកឲ្យឈាមលាបមុខអីក៏ដោយប៉ុន្តែវាលុបបាត់អស់ដោយសារតែភ្លៀងខ្លាំងខ្មោចស្រីនោះបានទះកំភ្លៀងក្មេងស្រីមួយដៃរួចហោះឡើងទៅលើអាកាសភ្លាមៗដោយក្មេងប្រុសខ្វិនដែរនាងបានបាត់ខ្លួនយ៉ាងលឿនពីលើអាកាសបន្ទាប់មកផ្លេបន្ទោពណ៌សដែលមានទំហំធំដូចជាធុងទឹកបានធ្លាក់មកលើខ្មោចស្រីនោះរាល់ជំហានដែលនាងបានដើរមិនន័យថាពីរអ្នកបងប្អូននឹងគឺមួយដៃមួយជើងនឹងគឺរសាត់ទៅកប់អាកាសហ្មងបាត់ឈឹងហ្មងណាបន្ទាប់ពីបុកនឹងឆានក្រដាប្រេងរបស់នាងផ្លេបន្ទោពណ៌សនឹងផ្ទុះចេញជាបំណែកហើយបញ្ចូលចរន្តអគ្គិសនីប្រេះឆាចូលទៅក្នុងបរិស្ថានមិនន័យថាពេលដែលរន្ទះនឹងវាបាញ់មកទៅចំនឹងឆាត់នឹងទៅវាដូចទឹកចាក់អញ្ចឹងអ្នកនេះវាសាចទៅក្រៅឆាត់អញ្ចឹងណាប្រសិនបើនរណាម្នាក់សម្លឹងមើលភ្នំនេះពីចម្ងាយនៅពេលនេះពួកគេនឹងឃើញរន្ទះបាញ់ពណ៌សហោះចុះមកពីកន្លែងមិនខ្ពស់នៅលើអាកាសមុនពេលដែលផ្ទុះចេញជាបំណែកយ៉ាងអស្ចារ្យនៅក្នុងព្រៃកាត់ទៅមួយកន្លែងទៀតដំបូងឡើយភ្លៀងបានធ្លាក់ស្រាលប៉ុន្តែអាប់អួរដែលអាចទប់ទល់បានដោយពាក្យមួកឫស្សីលើក្បាលប៉ុន្តែភ្លាមនោះភ្លៀងបានប្រែក្លាយទៅជាភ្លៀងធ្លាក់ខ្លាំងដោយគ្មានការប្រមានទុកមុននោះទេវាពិបាកខ្លាំងណាស់ក្នុងការបន្តដំណើរទៅមុខនៅពេលដែលឈិនភិនអានស្នើឲ្យពួកគេរកកន្លែងជ្រកពីភ្លៀងលិនស៊ុយអ៊ីបានកាន់មួកឫស្សីរបស់គាត់ដោយដៃម្ខាងដើម្បីការពារភ្លៀងមិនឲ្យធ្លាក់ខ្លាំងមុនពេលដែលនិយាយដោយសំឡេងធ្ងន់ធ្ងរថាមានអ្វីមួយខុសប្រក្រតីលីហួយចាប់ដៃអារបស់លីប៉ាភីងហើយស្រែកថាខ្ញុំខ្លាចបន្តិចអញ្ចឹងខ្ញុំខ្លាចបន្តិចតើព្រះយិងមិនមែនជាខ្មោចទេមែនទេតើអ្នកខ្លាចអ្វីលីប៉ាភីងបាននិយាយហើយទាំងអប់រំក្មេងប្រុសតូចអញ្ចឹងហើយចាំម្នាក់នៅក្នុងថ្ងៃនៅជាមួយនឹងព្រះយិននឹងគឺជាខ្មោចយិនណែហើយឈ្មោះគេអញ្ចឹងទៅមិនហើយតាំងនឹងគ្នាខ្លាចខ្មោចអូអ្នកនិយាយត្រូវហើយលីហួយបានឧទានឡើងភ្នែករបស់គាត់ភ្លឺឡើងអីចឹងបន្ទាប់មកគាត់បានបែរមករកសត្វលាពណ៌សដែលដើរតាមពីក្រោយលិនស៊ុយអ៊ីថាសត្វលាពណ៌សតូចកុំបង្វែងផ្លូវអីកុំទៅណាប់ទេប្រាសត្វលាបានស្រមោកជាការឆ្លើយតបព្រះជាងបានបង្ហាញខ្លួននៅក្បែរឈិនភិនអានហើយគាត់គាត់ថាដោយសំឡេងស្អកថាមានខ្មោចស្រីមួយកំពុងមើលពីលើភ្នំនិងទន្លេនៃកន្លែងនេះនាងកំពុងវាយតបជាមួយនឹងពូជាចាចំណាស់ឥឡូវនេះហើយប្រសិនបើអ្វីដំណើរការទៅតាមការរំពឹងទុកនោះវាស្ទើរតែប្រកាសថានាងនឹងទទួលបានជ័យជំនះប្រភពដើមរបស់នាងមិនច្បាស់លាស់ទេប៉ុន្តែអ្វីដែលច្បាស់នោះគឺថាការពិនដែលថាមូលដ្ឋានដាំដុះរបស់នាងគឺខ្ពស់ណាស់ប្រសិនបើវាស្ថិតនៅក្នុងពេលវេលាធម្មតានិងនៅទីតាំងផ្សេងទៀតនោះខ្ញុំពិនជាអាចចាប់នាងបានដោយគ្មានបញ្ហាមិនន័យថាអាចកម្ចាត់នាងបានទេណាទោះជាយ៉ាងណាក៏ដោយនៅពេលនេះនឹងនៅកន្លែងនេះវាមិនទំនងទេដែលខ្ញុំនឹងទទួលបានជោគជ័យព្រះជាងបានសម្លឹងមើលជំវិញដោយប្រុងប្រយ័ត្នមុនពេលដែលបញ្យល់ថាព្រះភ្នំនិងព្រះទន្លេត្រូវផ្លូវការដែលបានចុះបញ្ជីនៅក្នុងកំណត់ត្រាពងសាវតានៃពងសាវតាភ្នំនិងទន្លេសុទ្ធតែមានភ្នំនិងទឹកដីឬតំបន់ច្បាប់ផ្ទាល់ខ្លួនមានន័យថាក្រុមការគ្រប់គ្រងផ្ទាល់ខ្លួនណា
នៅពេលដែលពួកគេប្រយុទ្ធជាមួយនឹងអ្នកដទៃនៅក្នុងទឹកដីរបស់ពួកគេនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្បាស់ដោយសារតែមានការពេញចិត្តពីឋានសួគ៌និងផែនដីជំវិញក្រៅពីតំបន់នេះពិតជាអាចមានអារក្សឬបិសាចដ៏មានអំណាចនៅលើភ្នំនិងទន្លេដែលមិនត្រូវបានតែងតាំងជាព្រះផ្លូវការដោយតុលាការអធិរាជទោះជាយ៉ាងណាក៏ដោយវានឹងពិបាកខ្លាំងណាស់សម្រាប់ពួកគេក្នុងការបង្កើតទឹកដីដែលស្រដៀងនឹងសាលាហើយខុងជឺឬប្រាសាទឬវត្តអារាមឬដែនដីដ៏មានពរឬប្រាសាទបុរាណដែលសមរភូមិឬប្រាសាទនៃសមរភូមិកងទ័ពសមរភូមិអ្នកចម្បាំងទាំងនេះមិនមែនជារបបដែលអាចបង្កើតឡើងដោយមានមូលដ្ឋានដាំដុះដ៏មានឥទ្ធិពលតែមួយមុខនោះទេលើពីនេះទៅទៀតមនុស្សម្នាក់ក៏ត្រូវតែមានឱកាសវាសនាដ៏ធំធេងផងដែរទោះជាយ៉ាងណាក៏ដោយឋានសួគ៌មិនដែលពេញចិត្តនឹងតួអង្គយិងដូចជាខ្ញុំនោះទេដូច្នេះវាអាចងាយស្រួលគ្រប់គ្រងដោយបើកចំហលើដីមួយកន្លែងស្រដៀងនឹងរបៀបដែលអាណាចក្រមនុស្សគ្រប់គ្រងលើខេត្តនិងទីក្រុងយ៉ាងដូចម្ដេចព្រះយើងពិតជាអ្នកប្រាជ្ញម្នាក់កាលពីគាត់នៅរស់លីហួយរអ៊ូរទាំដោយខ្លួនឯងដោយទឹកមុខខ្មាអៀនអីចឹងសំឡេងរបស់ព្រះយើងបានคล้ายជាស្ងប់ស្ងាត់និងទាបហើយគាត់បានចង្អុលទៅភ្នំមុនពេលដែលបន្តថាខ្ញុំមានដំណឹងអាក្រក់សម្រាប់អ្នកខ្មោចស្រីដែលកំពុងតែគ្រប់គ្រងនៅទីនេះគឺមិនអន់ជាងព្រះភ្នំទេតាមពិតទៅវាអាចតែរួចដែលថានាងកំពុងរីករាយនឹងអំណាចជាអ្នកថែរក្សាទន្លេក្នុងពេលតែមួយអ្វីៗទាំងអស់អំពីនាងបង្ហាញពីអារម្មណ៍ចម្លែកម្យ៉ាងទៀតផ្លូវដែលអ្នកកំពុងដើរត្រូវបានដាក់នៅក្រោមសមត្ថភាពអាចកំបាំងរបស់ខ្មោចស្រីតាំងពីដើមដំបូងមកម្លេះឥឡូវនេះអ្នកកំពុងដើរលើផ្លូវទៅកាន់ពិភពក្រោមដីដែលនាងបានដាក់ដោយសម្ងាត់ខ្ញុំគឺជារាងកាយយិនដូច្នេះខ្ញុំអាចចូលនិងចេញពីផ្លូវនេះបានតាមច័ន្ទទោះយ៉ាងណាក៏ដោយវាអាចទៅរួចដែលខ្ញុំអាចនឹងធ្វើឲ្យរាងកាយនិងប្រដឹងរបស់អ្នករងរបួសយ៉ាងធ្ងន់ធ្ងរប្រសិនបើខ្ញុំព្យាយាមដឹកនាំអ្នកចេញពីផ្លូវនេះដោយបង្ខំព្រះជិនដោយសារអ្នកមិនអាចកម្ចាត់នាងបានហើយដោយសារយើងមិនអាចចាក់ចេញពីផ្លូវនេះបានតែយើងអាចធ្វើអ្វីបានទៀតលិនស៊ុយអ៊ីបានសួរដោយសម្លេងស្ងប់ស្ងាត់យើងនឹងពិភាក្សារឿងនេះនៅពេលដែលនាងលេចឡើងប្រកាសណាខ្ញុំមិនអនុញ្ញាតឲ្យនាងធ្វើបាបអ្នកណាម្នាក់ក្នុងចំណោមអ្នកឡើយព្រះជិនបានឆ្លើយតបដោយសម្លេងដ៏ក្រៀមក្រំព្រះជិនមានអារម្មណ៍ថាមានកំហុសនិងស្ដាយក្រោយបន្តិចគាត់ស្ដាយក្រោយចំពោះការពិតដែលថាគាត់បានជ្រើសរើសតស៊ូប្រឆាំងនឹងចំហាយនៃសេចក្តីសុចរិតហើយនៅពេលនោះទោះបីជារឿងនេះនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់ការដាំដុះរបស់គាត់នាពេលអនាគតក៏ដោយក៏ក្នុងកម្រិតដែលមិនអាចកាត់ថ្លៃបានផងដែរបញ្ហាគឺថាវាបានកាត់បន្ថយការដាំដុះរបស់គាត់ជាបណ្ដោះអាសន្នមកត្រឹម 75% ឬច្រើនជាងនេះនៃអ្វីដែលវាធ្លាប់មានពីដំបូងហើយឥឡូវនេះពួកគេក៏បានធ្លាក់ចូលទៅក្នុងអន្ទាក់របស់ខ្មោចស្រីផងដែរតាមពេលទៅវាទំនងខ្លាំងណាស់ដែលគោលដៅរបស់នាងតែងតែជាឈិនពីនអាននិងអ្នកដទៃទៀតមិនមែនជាពោះជាចាចំណាស់ខ្វាក់ភ្នែកនិងសិស្សពីរនាក់របស់គាត់នោះទេចង្គៀងក្រដាសពណ៌សដែលអណ្ដែតពីលើភ្នំជាច្រើនគីឡូម៉ែត្រគឺគ្មានអ្វីក្រៅអំពីនុយដើម្បីទាក់ទាញពួកគេឡើយទឹកមុខរបស់ព្រះជើងគឺស្មុគស្មាញមូលដ្ឋាននៃការដាំដុះរបស់ពួកជាចាតាវចំណាស់ខ្វាក់ភ្នែកគឺมันខ្ពស់ប៉ុន្មានទេប៉ុន្តែអណ្ដាតរបស់គាត់គឺពិតជាមុតស្រួចណាស់អ្នកទាំងអស់គ្នាចូលឈរនៅពីក្រោយខ្នងខ្ញុំព្រះយិនបាននិយាយមិនយូរប៉ុន្មានទេព្រះយិនបានទៅដល់ខាងមុខក្រុមឈិនភៀនអាននិងលិនស៊ុយអ៊ីឈរនៅពីក្រោយគាត់ដោយផ្ទាល់ដោយម្នាក់នៅខាងឆ្វេងនិងម្នាក់ទៀតនៅខាងស្ដាំឈិនភៀនអានបានបដូរកំបិតរបស់គាត់ទៅជាហើយដាវយន្តរួចទៅហើយខណៈពេលដែលដៃរបស់លិនស៊ុយអ៊ីកំពុងតែដាក់នៅសងខាងរបស់គាត់ដោយមានក្រដាសយន្តមួយនៅក្នុងដៃអាវនីមួយៗរបស់គាត់លីប៉ាភេងនិងលីហួយឈរនៅពីក្រោយពួកគេនៅចុងបញ្ចប់នៃក្រុមគឺជាសត្វលាពណ៌សដែលកំពុងតែជន់ដីដោយការរំខាននិងមិនស្រួលបន្តិចធ្វើឲ្យភក់ហើរពាសពេញផ្ទៃខ្មោចស្រីមួយរូបស្លៀករ៉ូបអាពាហ៍ពិពាហ៍ពណ៌ក្រហមនិងកាន់ឆ័ត្រក្រដាសប្រេងដែលយឺតពីចម្ងាយនាងកំពុងអូសជើងពោជាចាចំណាស់ខ្វាក់ភ្នែកដោយដៃម្ខាងទៀតហើយទីបំផុតនាងបានឈប់នៅពេលដែលនាងមកដល់ប្រហែលជា10ម៉ែត្រនៅពីមុខឈិនភីនអាននិងអ្នកដទៃទៀត
ចង្កៀងរួមបណ្ដោះបានភ្លឺឡើងពីលើផ្លូវភ្នំម្ដងមួយនេះជាករណីដូចគ្នាសម្បីតែនៅពីក្រោយឈិនពីនអាននិងដៃគូរបស់គាត់ពន្លឺពណ៌ក្រហមទន់បានបញ្ចេញពន្លឺពណ៌ក្រហមនៅលើមុខរបស់មនុស្សគ្រប់គ្នាខ្មោចស្រីបានបោះបូជាចាតាវចំណាស់នោះនៅចន្លោះពួកគេហើយមិនដឹងថាគាត់រស់ឬស្លាប់នៅទេមានទឹកមុខរីករាយនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនាងបានប្រើម្រាមដៃរបស់នាងរាប់ពួកគេមុនពេលដែលនិយាយថាអូភ្ញៀវកិត្តិយសច្រើនណាស់1 2 3មានអ្នកប្រាជ្ញ3នាក់ផងដែរតើអ្នកណាក្នុងចំណោមអ្នកជាខុងជឺដ៏មានគុណធម៌ស្វាមីរបស់ខ្ញុំធ្លាប់បានតាំងចិត្តคล้ายទៅជាសុភាពបរោដ៏មានគុណធម៌ដើម្បីឲ្យគាត់អាចនាំមកនៅសន្តិភាពដល់ទឹកដីនិងប្រជាជននេះរាល់គ្នានៅក្មេងណាប៉ុន្តែអ្នករាល់គ្នាបានសម្រេចមហិច្ឆតាដែលស្វាមីរបស់ខ្ញុំស្រឡាញ់ជាយូរមកហើយរួចទៅហើយឈិនប៊ីនអានចំបោះជំហានទៅមុខប៉ុន្តែព្រះយើងបានអង្រួនក្បាលហើយនិយាយដោយសម្លេងស្ងប់ស្ងាត់ថាមិនចាំបាច់ប្រញាប់ប្រញាល់ទេខ្មោចស្រីបានងក់ក្បាលហើយមើលឆ្វេងមើលស្ដាំសម្លឹងមើលកូនក្មេងតូចទាំង3នាក់ដែលកំពុងតែកាន់ទូសៀវភៅឫស្សីតូចស្វាមីរបស់ខ្ញុំតែងតែនិយាយថាមានតែអ្នកដែលមានចិត្តល្អទេទើបអាចចាត់ទុកថាជាអ្នកប្រាជ្ញបានយ៉ាងពិតប្រាកដដូច្នេះខ្ញុំនឹងសូមឲ្យអ្នកក្រមបង្គាប់របស់ខ្ញុំអញ្ជើញអ្នកប្រាជ្ញដែលឆ្លងកាត់មកផ្ទះខ្ញុំនៅពេលណាដែលខ្ញុំប្រាថ្នាចង់បានស្វាមីខ្ញុំដែលមិនទាន់ត្រឡប់ពីដំណើរឆ្ងាយរបស់គាត់ខ្ញុំនឹងជូនពួកគេនៅអ្នកបម្រើស្រីដ៏ស្រស់ស្អាតច្បាប់ចម្លងតែមួយគាត់នៃសៀវភៅបុរាណនិងគូឈិនអាយុ1000ឆ្នាំគូឈិននឹងអីគេទៅណោះនិយាយទៅនិយាយបែកនឹងសង្ស័យវាថាកោជារឹកឯងមិនទៅនោះខ្ញុំចូលចិត្តស្ដាំពួកគេស្បត់ស្បែអំពីសេចក្តីស្រឡាញ់ដែលមិនចេះរីងស្ងួតហើយរបៀបដ៏ប៉ិនប្រសប់របស់ពួកគេក្នុងការប្រកាសសេចក្តីស្រឡាញ់ទាំងនេះគឺជាអ្វីដែលអាចធ្វើទៅបានដោយអ្នកប្រាជ្ញដែលបានបំពេញខ្លួនឯងដោយចំណេះដឹងអំពីកំណាព្យនិងសៀវភៅបន្ទាប់ពីនិយាយបែបនេះខ្មោចស្រីបានផ្ដោតការយកចិត្តទុកដាក់របស់នាងទៅលើព្រះយេហូវហើយបន្តដោយស្នាមញញឹមស្រាលៗថាព្រះយេហូវលើកនេះអ្នកពិតជាគ្មានសំណាងទេប្រសិនបើវាគ្រាន់តែជា 2-3 ឆ្នាំមុននោះខ្ញុំពិតជាមិនហ៊ានបង្ហាញខ្លួននៅចំពោះមុខអ្នកនោះទេនាងបានអោនក្បាលចុះហើយសើចយ៉ាងស្រទន់ដោយយកដៃខ្ទប់មាត់ភ្នែករបស់នាងពោពេញទៅដោយក្តីស្រឡាញ់ហើយនាងបានរអ៊ូរទាំនៅក្នុងចិត្តថាវាមិនល្អទេសម្រាប់ស្ត្រីក្នុងការបង្ហាញមុខរបស់ពួកគេនៅទីសាធារណៈទោះជាយ៉ាងណាក៏ដោយមុខស្លេកស្លាំងដោយស្លាប់របស់នាងហាក់ដូចជាគួរឲ្យខ្លាចពេកនៅក្រោមពន្លឺដ៏ស្រទន់នៃចង្កៀងលីហួយបានងើយក្បាលឡើងមើលប៉ុន្តែគាត់បានមានការភ័យខ្លាចយ៉ាងខ្លាំងរហូតដល់ជើងរបស់គាត់ចាប់ផ្ដើមញ័រភ្លាមហើយណប់ខ្មោចស្រីញញឹមហើយសួរថាវាយូរពេកហើយចាប់តាំងពីខ្ញុំបានជជែកជាមួយនឹងអ្នកណាម្នាក់ដូច្នេះខ្ញុំពិតជាមិនអាចទប់ខ្លួនឯងបាននៅពេលនោះអ្នកទាំងអស់គ្នាមិនប្រកាន់ទេមែនទេនាងនឹកឃើញអ្វីមួយហើយនាងក៏បិទឆាន់ក្រដាស់ប្រេងរបស់នាងដោយថ្នមនៅពេលវេលាដដែលនោះភ្លៀងធ្លាក់ខ្លាំងក៏ឈប់ភ្លាមគ្មានភ្លៀងមួយដំណក់នៅលើមេឃឡើយខ្ញុំអាចសួរថាអ្នកស្រីតើនៅទីបំផុតនឹងមានអ្វីកើតឡើងចំពោះអ្នកប្រាជ្ញដែលត្រូវបានអញ្ជើញមកកាន់លំនៅឋានរបស់អ្នកលិនស៊ូអ៊ីបានសួរទាំងញញឹមខ្មោចស្រីចាប់ដើមដើរទៅមុខម្ដងទៀតដោយស្នាមញញឹមបានបាត់នៅពីមុខរបស់នាងពួកគេឬនៅទីបញ្ចប់ខ្ញុំនឹងកាត់អ្នកប្រាជ្ញទាំងនេះដែលបានក្បត់ការសន្យារបស់ពួកគេជាពីកំណាត់ត្រឹមចង្កេះអញទៅអូយពេលនេះក៏ខៅមែនបន្ទាប់ពីជួយពួកគេបញ្ឈប់នៅការហូរឈាមរបស់ពួកគេខ្ញុំនឹងដាំពួកគេនៅក្នុងសួនរបស់ខ្ញុំនោះខៅមែនព្រោះខ្ញុំចង់ដឹងថាតើអ្នកដែលហៅថាអ្នកប្រាជ្ញទាំងនេះដែលស្វាមីខ្ញុំតែងតែនិយាយអំពីនោះនឹងរីកដុះដាលក្នុងដីដែរឬទេជុំយកមនុស្សទៅដាំមកតើពួកគេនឹងផ្ដល់ផលផ្លែផ្កាដែរឬទេ
ទោះជាយ៉ាងណាក៏ដោយពួកគេតែងតែធ្វើឲ្យខ្ញុំខកចិត្តយ៉ាងខ្លាំងពួកគេគ្រាន់តែคล้ายคล้ายទៅជាកំណោឆ្អឹងស្ងួតប៉ុណ្ណោះពួកគេគ្រាន់តែប្រែคล้ายទៅជាកំណោឆ្អឹងស្ងួតប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយប្រហែលជាវាដោយសារតែមនុស្សទាំងនេះមិនទាន់អាចចាត់ទុកថាជាអ្នកប្រាជ្ញព្រឹត្តប្រកបនៅឡើយអីចឹងហើយពេលនេះលោកចិត្តថាមកដូច្នេះការមកដល់របស់អ្នកនៅទីនេះគឺពិតជាបានធ្វើឲ្យខ្ញុំពេញចិត្តដោយសភាពមង្គលយ៉ាងខ្លាំងទៅមុខរបស់រិនស៊ូអ៊ីខឹងយ៉ាងខ្លាំងលីបាភីងញួរដោយកំហឹងទន្ទឹមនឹងនេះលីហួយសម្រាប់ចិនគ្រាន់តែបិទត្រចៀកហើយរអ៊ូរទាំថាខ្ញុំមិនស្ដាប់ទេខ្ញុំមិនស្ដាប់ទេហើយខ្ញុំកំពុងនេះខ្ញុំមិនស្ដាប់ទេខ្ញុំធ្លាប់ទទួលខ្ញុំធ្លាប់ចូលចិនអ្នកប្រាជ្ញពីមុនទោះជាយ៉ាងណាក៏ដោយខ្ញុំស្អប់មនុស្សមិនស្មោះត្រង់បំផុតខ្មោចស្រីនោះងើបមុខឡើងជឿនមានទឹកភ្នែកហូរចេញពីភ្នែករបស់នាងអ្នកដែលលងស្នេហ៍និងស្នេហាតែងតែទទួលរងលើការខកចិត្តនិងការក្បត់ស្នាមឈាមចាប់ដើមហូរចុះពីលើកំពូលចង្គៀងក្រដាសពណ៌សដែលអណ្ដែតពីលើអាកាសពីលើផ្លូវឡើងភ្នំនៅទីបំផុតចង្គៀងទាំងអស់ក៏ត្រូវបានពន្លួននៅទីបំផុតខ្ញុំបានដឹងថាគ្មានអ្នកប្រាជ្ញណាម្នាក់នៅក្នុងលោកនេះដែលមិនមែនជាមនុស្សមិនស្មោះត្រង់នោះទេមុខខ្មោចស្រីនោះប្រឡាក់ដោយឈាមនាងបានបោះនៃឆ័ត្រក្រដាសប្រេងរបស់នាងចោលដោយដៃដោយចៃដន្យដែលជាឆ័ត្រដែលធ្លាប់ជានិមិត្តរូបនៃសេចក្តីស្រឡាញ់រវាងនាងនិងស្វាមីនាងបានគ្របមុងដោយដៃទាំងពីរហើយសំឡេងយំសោកដែលនាងព្យាយាមទប់យ៉ាងខ្លាំងបានហូរចេញពីចន្លោះម្រាមដៃរបស់នាងយ៉ាងស្រទន់ស្វាមីលោកប្តីខ្ញុំមិនបន្ទោសអ្នកទេសូមត្រឡប់មកវិញអញ្ចឹងអូយពេលនេះរូបចិត្តណាហើយណាធ្វើចឹងទេកាត់មនុស្សយកទៅដាំហើយដាំដូចដើមឈើដូចដើមយកទៅផ្សំហ្មងហីយកទៅផ្សំដូចដើមឈើហ្មងណានៅសងខាងផ្លូវឡើងភ្នំចង្គៀងក្រដាសពណ៌សដែលអណ្ដែតនៅលើអាកាសដោយគ្មានមែកឈើសម្រាប់ជួបានប្រែក្លាយទៅជាដូចជាទឹកពពុះហើយបានធ្វើឲ្យគ្រាប់ឈាមធ្លាក់មកលើជ្រុងចង្គៀងដែលបង្កើតបានជាសម្លេងប្រេះស្រាំដ៏គួរឲ្យខ្លាចខ្មោចស្រីនៅតែបន្តយំតែម្នាក់ឯងហើយនាងនៅតែមិនព្រមដកដៃចេញពីមុខរបស់នាងបានប្រងើយកន្តើយនឹងព្រះយើងទាំងស្រុងចិត្តរបស់ព្រះយើងប្រែប្រួលបន្តិចហើយគាត់បានប្រើសម្លេងនៃចិត្តរបស់គាត់ដើម្បីទាក់ទងជាមួយនឹងលីនស៊ូអ៊ីដោយសម្ងាត់គាត់បានប្រាប់ក្មេងប្រុសនោះឲ្យប្រើយន្តនៃចំហាយភ្នំនៅពេលណាដែលគាត់មានឱកាសនេះគឺជាយន្តដែលអាចបំបែករបាំងគ្រប់ប្រភេទក្រោយមកគាត់នឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីទប់ទល់ជាមួយនឹងខ្មោចស្រីនោះនៅពេលដែលផ្លូវទៅកាន់ពិភពក្រោមដីត្រូវបានបំបែកលីនស៊ូអ៊ីនិងអ្នកដទៃទៀតអាចរត់គេចខ្លួនចេញពីតំបន់នេះហើយចាកចេញពីភ្នំបានពួកគេមិនចាំបាច់ព្រួយបារម្ភអំពីគាត់នោះទេព្រះជិនក៏បានប្រមានលីនស៊ូអ៊ីផងដែរថាពួកគេមិនគួរដើរតាមផ្លូវភ្នំនេះទៀតនោះទេផ្ទុយទៅវិញឈិនពីនអានគួរតែប្រើនៅយន្តដាវដ៏មានពោដើម្បីបង្កើនផ្លូវថ្មីមួយបន្ទាប់ពីយល់ព្រមលើរឿងនេះលីនស៊ូអ៊ីបានសួរដោយសំឡេងមិនប្រកាសថាតើពួកគេគួរទុកដាវស្ដើងសម្រាប់គាត់ដែរឬអត់ដាវយន្តនោះទោះជាយ៉ាងណាក៏ដោយព្រះយិនបានងក់ក្បាលហើយឆ្លើយថាគាត់មិនអាចរើសដាវនេះឡើងបានទាល់តែសោះចំហាយរបស់វាមានអំណាចខ្លាំងពេកលើពីនេះដាវនេះគឺល្អបំផុតសម្រាប់បង្កើតផ្លូវថ្មីព្រោះចំហាយដ៏អស្ចារ្យរបស់វានឹងបន្សល់ទុកចំហាយនៃសុចរិតភាពនៅលើដើមឈើនិងរុក្ខជាតិដែលវាប៉ះនេះគឺជាចំហាយដែលនឹងរារាំងនៅហើយធម្មពលយើងឬរាងកាយយើងដោយធម្មជាតិដូច្នេះវាអាចការពារសត្រូវរបស់ពួកគេពីការប្រើប្រាស់ល្បិចខ្មោចបន្ថែមទៀតដោយជួនមុខនឹងដកដៃចេញខ្មោចស្រីបានបង្ហាញមុខស្លេកស្លាំងនិងគ្មានពួរដូចជាស្លាប់របស់នាងម្ដងទៀតមានស្នាមញញឹមដ៏អាក្រក់នៅលើមុខរបស់នាងនៅពេលដែលនាងបាននិយាយថាអ្នកមកដោយគ្មានការអញ្ជើញហើយឥឡូវនេះអ្នកកំពុងព្យាយាមចាក់ចែងដោយមិនលាគ្នាមែនទេទាំងធ្វើបែបនេះមិនមែនជាទាំងធ្វើរបស់មនុស្សមានគុណធម៌ទេអញ្ចឹងអូយណាធ្វើចឹងទេហេ
រូបរាងរបស់ព្រះយើងបានប្រែក្លាយទៅជាព្រិលហើយរូបរាងរបស់គាត់បានរលាយបាត់ទៅយ៉ាងលឿនដូចជាទៀនដែលកំពុងរលាយនៅទីបំផុតគាត់បានប្រែក្លាយទៅជាដុំផ្សែងខ្មៅដ៏ច្របូកច្របល់ដែលបានស្ទុះទៅរកខ្មោចស្រីនោះខ្មោចស្រីបានលើកដៃឡើងហើយក្រវីដៃអាវរបស់នាងដែលធ្វើឲ្យដៃអាវធំនោះបើកចំហដូចជាស្លាបបាក់សៃហើយបង្កើតជាខែលនៅពីមុខនាងទោះបីជាយ៉ាងណាក៏ដោយកម្លាំងនៃការប៉ះទង្គិចគ្នានៅតែធ្វើឲ្យខ្មោចស្រីនោះថយក្រោយប្រហែលជា25ម៉ែត្រនៅពេលដែលនាងថយក្រោយចង្គៀងដ៏ស្រស់បំព្រងនៅលើនាងក៏បានផ្ទុះម្ដងមួយឈាមនៅក្នុងចង្គៀងមិនបានបាញ់ចូលទៅក្នុងបរិស្ថានជុំវិញទេហើយផ្ទុយទៅវិញពួកវាបានហើរទៅរកខ្មោចស្រីដែលត្រូវបានបង្ខំឲ្យដកថយក្រោយដោយព្រះយើងពួកវាដូចជាសត្វលេមត្របាក់ដែលត្រឡំទៅសម្បុករបស់វាវិញហើយនេះគឺជាទស្សនវិជ្ជាស្រដៀងគ្នាទៅនឹងរបៀបដែលពោជាចាតាវចំណាស់បានប្រើនៅបដាហៅប្រលឹងដើម្បីស្រូបយកនៅខ្លឹមសារនៃប្រលឹងដែលនៅសេសសល់ត្រៀមខ្លួនដើរតាមខ្ញុំលិនស៊ុយអ៊ីបាននិយាយដោយសំឡេងដ៏ស្រទន់យើងនឹងពិភាក្សាគ្នាបន្ថែមទៀតបន្ទាប់ពីយើងចាក់ចែងពីភ្នំនេះឈានជំអានយើងនឹងត្រូវបង្កើតផ្លូវថ្មីមួយឆ្លងកាត់ព្រៃបន្ទាប់ពីនោះហើយព្រះយិងបាននិយាយថាអ្នកគួរតែប្រើយន្តដើម្បីធ្វើដូច្នេះឈិនភិនអានងក់ក្បាលហើយឆ្លើយថាខ្ញុំនឹងទៅដាក់នៅពោជាចាចំណាស់នៅលើខ្នងរបស់ខ្ញុំជាមុនសិនអូនៅជួយចង់ទៅជួយតែចាស់នឹងទៀតយើងមិនអាចប្រងើយកន្តើយនឹងគាត់ហើយទុកឲ្យគាត់ស្លាប់បានទេពោជាចាចំណាស់ខ្វាក់ភ្នែកស្ទើរតែដកដង្ហើមមិនរួចខណៈពេលដែលគាត់ដេកចម្ងាយប្រហែលជា10ជំហានពីពួកគេឈិនភិនអានបានរត់ទៅអបបរោះចំណាស់ដល់កំសត់នោះដាក់នៅលើខ្នងរបស់គាត់បន្ទាប់មកគាត់បានងាកមករកក្រុមរបស់គាត់វិញលិនស៊ុយអ៊ីឈរស្ងៀមហើយផ្ទាន់នឹងក្រដាស់ពួរលឿងមួយដោយម្រាមដៃពីររបស់គាត់ក្នុងពេលជាមួយគ្នានោះគាត់បានសូត្រមន្តអាគមយ៉ាងស្ងាត់នៅក្រោមដង្ហើមរបស់គាត់នេះគឺជាយន្តបំបែករបាំងដែលជាប្រភេទមួយនៃយន្តភ្នំនិងតឹងយោងតាមការបញ្យល់របស់ព្រះយិនមានយន្តភ្នំនិងទន្លេរាប់រយពាន់ប្រភេទទាំងនេះគឺជាយន្តដែលអ្នកចម្រាញ់ឈីពិនជាត្រូវយកទៅជាមួយពួកគេនៅពេលដែលពួកគេចេញដំណើរផ្លូវឆ្ងាយឬចូលទៅក្នុងភ្នំនិងទន្លេនេះគឺដើម្បីការពារខ្លួនពីការប្រឈមមុខនឹងស្ថានភាពដែលគេហៅថាខ្មោចវាយជញ្ជាំងដែលជាប្រជាជនសាមញ្ញតែងតែចូលចិត្តហៅវាស្រុកអេដមីនហៅថាព្រាយហើយចឹងមកទៅអរកាន់តែច្បាស់ជាងនេះទៅទៀតយន្តទាំងនេះត្រូវបានប្រើដើម្បីការពារប្រឆាំងនឹងទម្រង់ការពារភ្នំដែលកំណត់ដោយអ្នកដាំដុះដទៃទៀតឬដើម្បីការពារប្រឆាំងនឹងគម្រោងអាក្រក់របស់ខ្មោចនិងវិញ្ញាណភ្នំដ៏មានអំណាចនេះនឹងមានសារៈសំខាន់ជាពិសេសនៅពេលដែលពួកគេចូលទៅក្នុងប្រាសាទបុរាណទីបញ្ចុះសមដែលគ្មានស្លាកស្នាមនិងកន្លែងស្រដៀងគ្នាផ្សេងទៀតបើគ្មានយន្តបំបែករបាំងមួយចំនួនយន្តបំភ្លឺធម្មពលយ៉ាងឬយន្ត3យ៉ាងយន្តធ្វើឲ្យចិត្តស្ងំនោះទេមនុស្សម្នាក់នឹងដើរចូលទៅក្នុងអន្ទាក់ដោយគ្មានអាវុធនិងគ្មានទីពឹងលិនស៊ីអ៊ីស្រាមតែបើកភ្នែកឡើងនៅក្នុងជម្រៅនៃភ្នែកទាំងនោះមានខ្សែពណ៌មាសមួយបានភ្លឺឡើងយ៉ាងលឿនចូលតាមយកយន្តនេះមកចូលទៅតាមយន្តនេះមកគាត់និយាយដោយសំឡេងដ៏ក្រៀមក្រំអ្នកផ្សេងទៀតបានងាកមើលតែឃើញតែយន្តអណ្ដែតចេញពីម្រាមដៃរបស់លិនស៊ុយអ៊ីហើយអណ្ដែតនៅលើអាកាសក្នុងកម្ពស់ខ្ពស់ជាងក្បាលគាត់បន្តិចបន្ទាប់ពីហើរជំវិញរួចហើយវាមើលទៅដូចជាមនុស្សស្រវឹងម្នាក់ដែលកំពុងតែព្យាយាមរកផ្លូវត្រឡប់ទៅផ្ទះវិញយន្តនោះបានឈប់បន្ទាប់ពីចូលទៅជិតចិញ្ចើមផ្លូវភ្នំដែលអបមុខភ្នំហើយលីហួយបានសួរថាតើវាចង់ឲ្យយើងបុកក្បាលនឹងភ្នំនោះមែនទេអញ្ចឹងលិនស៊ុយអ៊ីគឺជាមនុស្សដំបងគេដែលដើរទៅមុខហើយរូបរាងរបស់គាត់ក៏បានបាត់ខ្លួនចូលទៅក្នុងភ្នំភ្លាមលីប៉ាភៀងនិងលីហួយបានដើរតាមពីក្រោយគាត់នៅពីក្រោយពួកគេឈិនភីនអានបានដឹកនៅពោជាចាចំណាស់ហើយនាំសត្វលាខណៈពេលដែលគាត់ក៏បានបាត់ខ្លួននឹងផ្លូវភ្នំផងដែរន័យថាយន្តនឹងវាដូចជាទឹកចឹងណាដូចជាប៉ែមួយដែលចូលផ្ទះឈិនភីនអានគាត់ប្រើអញ្ចឹងអ្នកនេះគឺវាចូលអញ្ចឹងអ្នកនេះ
យន់ក្រដាស់ពណ៌លឿងដំបងឡើយចង់ដើរតាមពួកគេចូលទៅក្នុងភ្នំដែរទោះជាយ៉ាងណាក៏ដោយជាត្រូវនរណាម្នាក់ទាញដោយលួចលាក់វាបានអស់កម្លាំងខាងវិញ្ញាណភ្លាមហើយអណ្ដែតនៅលើអត់យ៉ាងទន់ខ្សោយក្មេងៗទាំង4នាក់បានលេចឡើងម្ដងទៀតនៅក្នុងព្រៃក្រាស់មួយពួកគេបានបែរភ្នែកដាក់គ្នាហើយសំបីតែលិនស៊ុយអ៊ីដែលបានធ្វើសកម្មភាពនៅយន់នោះក៏មានការងឿងឆ្ងល់និងបាត់បង់ស្មារតីទាំងស្រុងឈិនភីនអានបានសុំឲ្យលិនស៊ុយអ៊ីលើកពោជាចាតាវចំណាស់ឲ្យគាត់ជាមុនសិនបន្ទាប់មកគាត់បានឡើងលើដើមឈើខ្ពស់មួយហើយសង្កេតមើលបរិស្ថានជុំវិញពីចំណុចខ្ពស់បំផុតរបស់វាហាក់ដូចជាស្ថិតនៅក្នុងជ្រោះមួយដែលហ៊ុំព័ទ្ធទៅដោយភ្នំនៅសងខាងទាំង3ទោះបីជាឈិនភីនអានមានភ្នែកពិសេសក៏ដោយគាត់នៅតែមើលមិនឃើញបរិស្ថានជុំវិញច្បាស់គាត់អាចមើលឃើញតែក្រុងមិនច្បាស់លាស់ប៉ុណ្ណោះមុនពេលចាស់ចេញពីផ្លូវភ្នំព្រះយិងនិងខ្មោចស្រីបានធ្វើសង្គ្រាមយ៉ាងខ្លាំងក្លានៅឆ្ងាយសំឡេងចង្គៀងគោមផ្ទុះបានបន្លឺឡើងឥតចប់ឈរទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីបានប្រើយន្តរួចហើយដើម្បីរត់គេចខ្លួនបរិស្ថានជុំវិញរបស់ពួកគេស្រាមតែស្ងាត់ឈឹងទាំងស្រុងព្រៃឈើស្ងាត់ឈឹងដូចជាស្លាប់ហើយគ្មានសំឡេងក្រហមសំបីតែមួយម៉ាត់អាចឮឡើយភាពផ្ទុយគ្នាដ៏ធំសម្បើមនេះមិនបានធ្វើឲ្យចិត្តរបស់លីហួយស្ងប់ស្ងាត់ឡើយហើយផ្ទុយទៅវិញវាធ្វើឲ្យគាត់មានអារម្មណ៍ភ័យខ្លាចនិងមិនស្រួលកាន់តែខ្លាំងអីចឹងឈិនមានអានបានដកដង្ហើមវែងៗមុននឹងក្តាប់ដាវហើយស្ដាងហើយនិយាយថាទោះបីជាមានរឿងអ្វីក៏ដោយយើងឈ្មោះទៅពីខាងត្បូងជាមុនសិនមានតែផ្នែកនោះទេដែលមិនត្រូវបានរារាំងដោយភ្នំខ្ពស់កាត់ទៅមួយកណ្ដែងទៀតនៅក្នុងជ្រោះមួយដែលពោពេញទៅដោយដើមឈើបារាំងខ្ពស់មានអាគារខ្ពស់ជាច្រើនជួរយ៉ាងស្អាតដែលដាក់ជាប់គ្នាបង្កើតបានជាលំនៅឋានដ៏អស្ចារ្យទំហំនិងភាពប្រណិតនៃលំនៅឋាននេះគឺថែមទាំងល្អជាងលំនៅឋានរបស់មេទ័ពនិងរដ្ឋមន្ត្រីនៅក្នុងពិភពលោកមនុស្សទៅទៀតហើយប្រហែលជាមានតែលំនៅឋានរបស់ស្ដេចហើយប៉ុណ្ណោះដែលអាចប្រៀបធៀបជាមួយនឹងវាបានផ្លាកសញ្ញាមួយដែលមានអក្សរពណ៌មាសរសេរថាតឹងដ៏ស្រស់ស្អាតខ្យល់ដ៏ថ្លៃថ្នូរព្យួរខ្ពស់នៅលើច្រកទ្វារនៃលំនៅឋាននេះហើយស្នាមឆ្នូតនៃអក្សរទាំងនេះពោពេញទៅដោយធម៌ពលដ៏ខ្លាំងក្លាដែលពួកវាមើលទៅដូចជាស្នាដៃរបស់មនុស្សអមតៈនៅខាងក្រៅច្រកទ្វារមានសត្វតថ្មធំមួយគូដែលនីមួយៗមានកម្ពស់ស្មើនឹងមនុស្ស2នាក់សត្វតថ្មមួយក្បាលមានកំពុងតែលូកដៃទៅមុខដោយក្រញាំរបស់វាហើយកាន់នៅក្មេងហើយថ្មម្នាក់ដែលមានទំហំធំដូចជាមនុស្សសត្វតថ្មមើលទៅហាក់ដូចជាមានអំណាចនិងគួរឲ្យគោរពខ្យល់បក់បងហើយបរោះចំណាម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌ខៀវស្រងាត់និងកាន់ចង្គៀងក្រហមធំមួយបានដើរចេញពីក្នុងភាពចលាចលគាត់គ្មាននរណាក្រៅអំពីមន្ត្រីរាជវាំងមកពីក្រសួងសាសនានៃក្រសួងសាសនានោះទេនិយាយទៅអាកន្លែងតែមានរូបភាពដាក់វានៅចុងច្រមុះត្មងនេះអាក្រសួងស្អីគេអស់នេះណានិយាយទៅយើងថាជាស្អីមួយផ្នែកអីមួយនោះបរិយាសំណាបានដកដង្ហើមធំហើយចិញ្ចើមរបស់គាត់ជ្រួញចិញ្ចើមយ៉ាងជ្រៅវាច្បាស់ណាស់ថាគាត់ជឿថាដំណើរទស្សនកិច្ចនេះនឹងជាបញ្ហាដ៏ធំមួយគាត់បានដាក់ចំណុចទាញចង្គៀងនៅក្រោមជើងហើយតថ្មមួយហើយលំនៅឋានដំបងដែលងងឹតនិងអាប់អួរដែលត្រជាក់និងទទេភ្លាមនោះបានคล้ายទៅជាពោពេញទៅដោយពន្លឺទាំងខ្ពស់និងទាបនៅឆ្ងាយនិងក្បែរនោះចង្គៀងជិត 1000 បានបំភ្លឺឡើងក្នុងពេលតែមួយទ្វាររួមមិនអស់ត្រូវបានរុញបាំងហើយមនុស្សមិនតិចជាង100នាក់បានដើរចេញនារីវ័យក្មេងដ៏ស្រស់ស្អាតអ្នកបម្រើចាស់អ្នកចិញ្ចឹមសត្វនិងចុងភៅអ្នកបម្រើនិងអ្នកបម្រើស្រីអ្នកមើលថែសួននិងអ្នកថែរក្សាផ្ទះនិងអ្វីផ្សេងទៀតចុចវាហាក់ដូចជាពួកគេទាំងអស់គ្នាបានទទួលបញ្ជាពីចៅហ្វាយរបស់ពួកគេក្នុងពេលតែមួយហើយហៀបនឹងចាប់ដើមធ្វើការទោះជាយ៉ាងណាក៏ដោយពួកគេស្ទើរតែទាំងអស់សុទ្ធតែស្លេកស្លាំងដូចជាស្លាប់ដោយគ្មានការបញ្ចេញមតិអ្វីទាំងអស់នៅក្នុងភ្នែករបស់ពួកគេ
នៅក្នុងសួនច្បារមួយនៅខាងក្នុងផ្ទះនោះក្មេងប្រុសក្វិននិងក្មេងស្រីតូចមុខមូលបានអង្គុយអបគ្នានៅពេលដែលពួកគេផ្អៀងទៅនឹងចិញ្ចាំងឈាមបានហូរចេញពីរន្ធទាំង7នៅលើមុខរបស់ក្មេងប្រុសក្វិនហើយវាច្បាស់ណាស់ថាគាត់បានរងរបួសធ្ងន់ធ្ងររួចទៅហើយគាត់ទំនងជាមិនអាចដើរបានច្រើនជំហានទេទោះបីជាគាត់ត្រូវបានអនុញ្ញាតឲ្យចាក់ចែងក៏ដោយដើម្បីប្រយុទ្ធប្រឆាំងនឹងខ្មោចស្រីដ៏មានអំណាចគួរឲ្យភ្ញាក់ផ្អើលនៅពេលនោះក្មេងប្រុសក្វិនបានកោះហៅហើយតួអសរពួរប្រាក់បង្ក្រាបអរិយនិងបង្ក្រាបខ្មោចពីបដានឹងចូលទៅក្នុងចំណុចជីបចោលនៅលើមុខរបស់គាត់នេះគឺជាបច្ចេកទេសដ៏អាក្រក់ដែលនឹងធ្វើឲ្យខូចខានហើយនឹងប្រលឹងរបស់គាត់យ៉ាងធ្ងន់ធ្ងរទន្ទឹមនឹងនេះក្មេងស្រីតូចនោះបានកាត់ដៃនិងដៃរបស់នាងច្រើនដងដែលបណ្ដាលឲ្យនាងបាត់បង់ឈាមច្រើនពេករឿងនេះកាន់តែអាក្រក់ទៅដោយសារតែនាងបានប៉ះនឹងធម្មពលយិងរបស់ខ្មោចស្រីមួយចំនួននាងនៅតែវិលមកនៅពេលនេះហើយនាងមានអារម្មណ៍ថាចង់បោះបាល់ពេលចង្កៀងភ្លឺឡើងទឹកមុខរបស់ក្មេងប្រុសក្វិនកាន់តែស្រពន់ទៅគាត់ប្រញាប់លូកដៃទៅបិទភ្នែកក្មេងស្រីតូចអ្វីដែលបានលេចចេញនៅចំពោះមុខក្មេងប្រុសនោះគឺជាចង្រុកនៃគ្រោងឆ្អឹងស្ងួតនិងរលួយតាមពេលទៅមានតែពាក់កណ្ដាលខាងលើនៃគ្រោងឆ្អឹងទាំងនេះប៉ុណ្ណោះដែលអាចមើលឃើញពីលើដីពួកវាត្រូវបានខ្ចប់យ៉ាងក្រាស់ក្រែលជាមួយគ្នាហើយវាដូចជាពួកវាកំពុងត្រូវបានដាំដូចជាបន្លែនៅក្នុងសួនច្បារមានគ្រោងឆ្អឹងយ៉ាងហោចណាស់40ទៅ50ឈុតក្មេងប្រុសក្វិននោះមានអារម្មណ៍អស់សង្ឃឹមបន្តិចមានន័យថាយាយប៉ែនឹងយកមនុស្សយកមកដាំធ្វើសួនណាតាមធ្វើសួនមិននេះក៏ព្រោះតែគ្រោងឆ្អឹងមួយមានឆ្អឹងខ្នងពណ៌មាសស្រាលគួរឲ្យភ្ញាក់ផ្អើលអវយវៈរបស់វាក៏មានពណ៌សសុទ្ធដូចជាត្បូងថ្មល្អិតហើយវាច្បាស់ណាស់ថាមនុស្សម្នាក់នេះធ្លាប់ជាអ្នកចម្រាញ់ឈីដែលបានឡើងដល់កម្រិតកណ្ដាលទាំង5រួចទៅហើយនឹងសម្រេចបាននៅមេឃមាសនិងស្លឹកត្បូងថ្មយោងតាមពជាចាតាវឲ្យខ្វាក់ហើយធ្លាប់និយាយមានតែអ្នកចម្រាញ់ឈីដែលមានអំណាចខ្លាំងក្លាក្នុងចំណោមមិត្តភ័ក្តិរបស់ពួកគេនៅកម្រិតកណ្ដាលទាំង5ប៉ុណ្ណោះដែលអាចសម្រេចបាននៅបាតុភូតបែបនេះចំជាប៉ែនឹងសាហាវណាហើយសម្រាប់អ្នកដាំដុះឲ្យកម្រិតកណ្ដាលទាំង5ណាអញ្ចឹងនៅកម្រិតកណ្ដាលទាំង5គឺចាប់ពី6ដល់10ចឹងទៅអ្នកអស់នេះចំពោះពជាចាតាវចំណាស់ដែលស្ទើរតែមិនអាចទៅដល់មាត់ទ្វារនៃកម្រិតកណ្ដាលទាំង5គាត់មិនទាន់អាចដាំមេឃពួកមាសបាននៅឡើយទេដូច្នេះតើគាត់អាចដាំស្លឹកថ្មបានដោយរបៀបណាមិនន័យថាអ្នកដាំដុះកម្រិតឯកណ្ដាលទាំង5ហ្នឹងគឺភាគច្រើនគេអាចធ្វើឲ្យខ្លួនប្រានឆ្អឹងរបស់គេនឹងคล้ายទៅជាឆ្អឹងមាសឬក៏ស្លឹកអីជាដើមចឹងណាវាមានមេឃធៀងគេទៅដឹងណាគ្មានអ្វីចម្លែកទេដែលគាត់បានចាញ់យ៉ាងធ្ងន់ធ្ងរបែបនេះកុំលៀតរវាងអំណាចរបស់ពួកគេគឺធំធេងពេកទ្វារនៃលំនៅឋានបានបើកឡើងដោយបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់វាខណៈដែលវាស្វាគមន៍មន្ត្រីរាជវាំងដ៏មានអំណាចបំផុតម្នាក់ក្នុងចំណោមមន្ត្រី3រូបនៃអាណាចក្រលីដ៏ចាស់ទោះជាយ៉ាងណាក៏ដោយបរិសុទ្ធចំណាស់មិនបានចូលនោះទេផ្ទុយទៅវិញគាត់បានអង្គុយចោតនៅមាត់ទ្វារហើយសម្លឹងមើលផ្លូវធំទូលាយនៅខាងក្រៅលំនៅឋានហើយលោកស្រីឈូតើលោកស្រីអាចស្ដាប់ខ្ញុំហើយមិនធ្វើឲ្យក្មេងៗទាំងនោះពិបាកបានទេគាត់បានសួរយ៉ាងស្រទន់នៅក្បែរច្រកទ្វារចង្កៀងពណ៌ក្រហមធំបានដាក់នៅក្រោមជើងសត្វតថ្មចាប់ដើមញួរយ៉ាងខ្លាំងនៅពេលដែលចង្កៀងវិលទៅមកយ៉ាងរំភើយតួអសរពណ៌ក្រហមភ្លឺទាំង4ប្រលឹងទាំងឡាយចូលត្រឡំទៅផ្ទះវិញមិនន័យថាអសរគេណាក៏ចាប់ដើមរសាន់ទៅមកដោយពន្លឺដ៏រីករាយប៉ុន្តែសំឡេងរបស់បរិសុទ្ធចំណាស់កាន់តែរឹងមាំឡើងពេលដែលគាត់ប្រមានថាលោកស្រីលោកស្រីឈូប្រសិនបើមានអ្វីកើតឡើងចំពោះក្មេងៗទាំងនោះនៅក្នុងទឹកដីរបស់អ្នកដោយមិននិយាយពីលំនៅឋាននេះទេសម្បីតែអាណាចក្រលីដ៏អស្ចារ្យក៏នឹងត្រូវរងទុក្ខវេទនាយ៉ាងខ្លាំងផងដែរទោះជាយ៉ាងណាក៏ដោយវាជារឿងគួរឲ្យអាណិតណាដែលនៅតែមិនទាន់មានចម្លើយលោកស្រីឈូបរិសុទ្ធចំណាស់នោះហៅដោយកំហឹងបន្តិចអូយាយប៉ែនឹងឈ្មោះលោកស្រីឈូគេនៅអញ្ចឹង
ចឹងតាចាស់នឹងគឺមកហាមនាងកុំអោយប៉ះពាល់កូនក្មេងមិនអ្នកនឹងបើសិនតែប៉ះពាល់ក្មេងៗមកអ្នកនឹងបែរអាណាចាក់ឲ្យលីដល់អាចារ្យគឺខ្ទេចហ្មងណាអាលៀងមកវិញតែកំតិចហ្មងណាបរិះចំណាស់ម្នាក់មើលទៅដូចជាអ្នកបំរើបានបង្ហាញខ្លួននៅមាត់ទ្វារគាត់ពាក់មួកធ្វើអំពីក្រណាត់ហើយដៃរបស់គាត់ត្រូវបានក្តាប់នៅពីក្រោយខ្នងរបស់គាត់បានក្អកមិនពេលដែលសើចយ៉ាងស្រទន់ហើយនិយាយថាហាហាហាអាណាចក្រលីដ៏អស្ចារ្យបានទទួលស្គាល់ភ្នំនិងទន្លេទាំងនេះជាទឹកដីរបស់ព្រះនាងតូចរបស់អស់រយៈពេលជាច្រើនឆ្នាំព្រះនាងតូចក៏បានរួមរស់ជាមួយនឹងអាណាចក្រលីដោយសន្តិភាពពេញមួយរយៈពេលនេះដែរតាមពិតទៅខ្ញុំមិនបានឮថាជាច្រើនឆ្នាំមុនពេលដែលខ្ញុំក្លាយទៅជាអ្នកថែរក្សាគេហដ្ឋាននេះអធិរាជមុនមួយចំនួននៃអាណាចក្រលីដ៏អស្ចារ្យធ្លាប់ចម្ពាក់បំណុលអ្នកស្រីតូចរបស់ខ្ញុំសម្បីតែឥឡូវនេះលិខិតបញ្ជាក់ដែកតួអក្សរមាសជាមួយនឹងតួអក្សរភាពសក្តិរមនីអស់កាលជានិច្ចនៃភ្នំនិងទន្លេនៅតែត្រូវបានដាក់តាំងបង្ហាញនៅក្នុងគេហដ្ឋានអានឹងគឺជាពាក្យដែលដូចជាពាក្យបញ្ជាមួយអញ្ចឹងណារបស់ឲ្យអធិរាជមុននៃអាណាចក្រលីដ៏អស្ចារ្យហ្នឹងដាក់ឲ្យប្រគល់ឲ្យកន្លែងផ្ទះហ្នឹងណាសម្រាប់ឲ្យថាភាពសក្តិរមនីអញ្ចឹងណាអក្សរគេសរសេរអញ្ចឹងណាអក្សរពណ៌មាសគេសរសេរនៅនឹងដូចបញ្ជាអញ្ចឹងណាហើយថាកន្លែងហ្នឹងគឺអត់មានអ្នកណាមួយអញ្ញៃធ្វើអីបានទេអញ្ចឹងណាគឺមានន័យថាអធិរាជបានឲ្យអាភ័យឯកសិទ្ធនៅតំបន់នេះគឺក្រុមនឹងគឺជាអ្នកចាត់ចែងខ្លួនឯងចឹងណាគ្មានណាមករំខានទេអញ្ចឹងណាបន្ទាប់ពីព្រឹត្តិការណ៍ដ៏អកុសលនោះអធិរាជទាំងអស់ចាំពីអធិរាជមុនរហូតដល់អធិរាជបច្ចុប្បន្នអនុញ្ញាតឲ្យអ្នកស្រីតូចបានបញ្ចេញកំហឹងរបស់នាងដោយសម្ងាត់ហេតុអ្វីបានជាថ្ងៃនេះខុសគ្នាមានន័យថាអធិរាជមុនអធិរាជបច្ចុប្បន្នក៏ដោយឲ្យតែណាចូលក្នុងតំបន់កន្លែងនេះគឺគេអនុញ្ញាតឲ្យនាងធ្វើអ្វីតាមចិត្តចឹងណាអានេះវាមិនខុសពីស្ដេចវេស្សវណ្ណទេដែលដាក់ឲ្យជានៅកន្លែងដើមឈើណានៅក្នុងតំបន់ណាទឹកដីប្រមាណម៉ែត្រប្រមាណគីឡូម៉ែត្រគឺគេដាក់ឲ្យអញ្ចឹងណាយើងមើលក្នុងច្បាប់អីរបស់ឲ្យព្រះបាទវេស្សវណ្ណណាបរិះចំណាស្លៀកពាក់ពណ៌ខៀវស្រងាត់បានងាកមកមើលអ្នកបម្រើចំណាដែលពាក់មួកសរសៃមិនត្រឹមតែថ្ងៃនេះខុសគ្នានោះទេប៉ុន្តែលោកស្រីឈូក៏នឹងមិនត្រូវបានអនុញ្ញាតឲ្យកាត់ដៃជើងនិងសម្លាប់អ្នកប្រាជ្ញដែលឆ្លងកាត់អ្នកពេលអនាគតទៀតនោះទេគាត់និយាយជាទៀតខ្ញុំនឹងបញ្យល់ពីមូលហេតុដោយធម្មជាតិទៅកាន់លោកស្រីឈូទោះជាយ៉ាងណាក៏ដោយប្រសិនបើលោកស្រីឈូមិនព្រមបញ្ឈប់ឬប្រឈមមុខនឹងខ្ញុំទេនោះកុំបន្ទោសអាណាចក្រលីដ៏អស្ចារ្យចំពោះការគ្មានមេត្តាអ្នកបម្រើចាស់នោះបានទះទ្រូងរបស់គាត់ដើម្បីបញ្ឈប់ការក្អករបស់គាត់ញញឹមឲ្យឆ្លើយថាអាណាចក្រលីដ៏អស្ចារ្យកំពុងប្រឈមមុខនឹងភាពចលាចលនៅពេលនេះដូច្នេះលុត្រាតែលោកម្ចាស់រួនមកដោយផ្ទាល់ទៅអ្នកស្រីតូចเป็นជាមិនខ្លាចអ្នកណាម្នាក់ឡើយទោះបីជានាងមិនអាចកម្ចាត់សមាជិកសម្ងាត់មួយចំនួននៃអាណាចក្រលីដ៏អស្ចារ្យក៏ដោយតើអាណាចក្រเป็นជាមានភាពក្លាហានក្នុងការជីកភ្នំរាប់រយគីឡូម៉ែត្រនិងកាត់ទន្លេផ្កាប៉ាក់ដែរឬទេប្រសិនបើអ្នកស្រីតូចសម្រេចចិត្តលាក់ខ្លួនតើអ្នកមិនខ្លាចប៉ះពាល់ដល់ភ្នំតូចនិងពិភពលោកតូចនោះទេអញណៃហើយនិយាយនេះអត់ដឹងថាវានឺដែលមកនឹងគឺមកពិភពលោកតូចទៅនោះហើយយ៉ាប់ហ្មងវិញ